បាទជំរាបសួរម្ដងទៀតស្វាគមន៍កត់លុយសម្រាប់អាជីវកម្មវីដេអូនេះខ្ញុំនឹងជួយបងប្អូនឲ្យចាប់ផ្ដើមប្រើប្រាស់ app កត់លុយតាមរយៈការបង្កើតនៅគណនី app កត់លុយសម្រាប់អាជីវកម្មបាទអញ្ចឹងវីដេអូមុនបងប្អូនអាចទៅឡើង app កត់លុយនិងចុះឈ្មោះប្រើប្រាស់បានហើយនៅពេលនេះយើងនឹងបង្កើតគណនីអាជីវកម្មទាំងអស់គ្នាបាទជំរាបជូនដែរថានៅក្នុងកត់លុយនៅពេលដែលបងប្អូនបានចុះឈ្មោះវានឹងបង្កើតឲ្យមានគណនីចំនួន2ទី1គឺចាប់ដើមដំបូងគឺជាគណនីដោយដែលបងប្អូនបានឃើញនៅ screen គឺជាគណនីកត់ត្រាចំណូលចំណាយសម្រាប់ផ្ទាល់ខ្លួនឬក៏គ្រួសារមួយទៀតគឺបងប្អូនអាចផ្លាស់ប្ដូរទៅគណនីមួយទៀតដែលបង្កើតរួមគ្នាគឺជាគណនីសម្រាប់អាជីវកម្មបាទអញ្ចឹងគោលបំណងរបស់យើងគឺធ្វើឲ្យការកត់ត្រាបងប្អូនបានបែងចែកដាច់ពីគ្នាណារវាងលុយកាក់របស់អាជីវកម្មនិងលុយកាក់របស់ផ្ទាល់ខ្លួនបាទអញ្ចឹងយើងចុចសញ្ញាត្រេ3នៅកែងខាងលើនេះមកបងប្អូនណាបងប្អូននឹងឃើញនេះបង្កើតគណនីអាជីវកម្មណាជាភាសាអង់គ្លេស create business profile ចឹងទៅបាទបងចុចកន្លែងហ្នឹងមកវានឹងចូលមកដល់ផ្ទាំងមួយនេះបងប្អូនអាចបញ្ចូលរូបថតណាអាចបញ្ចូលរូបថតនានាដែលបងប្អូនជា logo របស់អាជីវកម្មបងប្អូនណារូបថតអាជីវកម្មរបស់យើងបាទអាចជា logo អាចជាបើអត់មានផ្លាកសញ្ញាយីហោទេយើងថតរូបតូបយើងឬក៏រូបថតណាមួយដែលបងប្អូនចង់ដាក់បាទលើកទឹកចិត្តបងប្អូនអាចមាន logo អាចមានផ្លាកយីហោសម្រាប់អាជីវកម្មយើងទៅបាទឥឡូវនេះងាយទេបងប្អូនអាចធ្វើបានបាទអាចផលិតបានធ្វើជា logo បានសម្រាប់អាជីវកម្មរបស់យើងណាបងប្អូនណាបាទអញ្ចឹងបងប្អូនអាចចូលទៅថតបាទអាចថត logo របស់យើងឬក៏បងប្អូនអាចរើសរូបថតពីក្នុងប្រអប់រូបថតរបស់យើងដែលមានស្រាប់ហើយអញ្ចឹងទៅបាទអញ្ចឹងបងប្អូនអាចរើសយកមួយណាអញ្ចឹងទៅបាទអញ្ចឹងនេះគ្រាន់តែជាឧទាហរណ៍ណាកន្លែងរូបថតហ្នឹងតែបងប្អូនដាក់ឈ្មោះអាជីវកម្មមកបាទអាជីវកម្មបងប្អូនឈ្មោះអីខ្ញុំករុណាទឹកស្អាតអញ្ចឹងទៅបាទអញ្ចឹងខ្ញុំដាក់បាទខ្ញុំលក់ទឹកស្អាតបាទមានក្រុមហ៊ុនលក់មានហាងលក់ទឹកស្អាតលក់ម៉ាស៊ីនចម្រោះទឹកស្អាតអញ្ចឹងខ្ញុំដាក់ករណីទឹកស្អាតអញ្ចឹងឈ្មោះអាជីវកម្មរបស់យើងបាទឬក៏ខ្ញុំជាអ្នកដែលខ្ញុំជាគ្រូបរិញ្ញាបត្រខ្ញុំជាអ្នកប្រឹក្សាយោបល់ឯករាជ្យបាទយើងហៅអង់គ្លេសថា freelance ហ្នឹងបាទអញ្ចឹងខ្ញុំដាក់ឈ្មោះអាជីវកម្មខ្ញុំអីចឹងទៅកម្រងប្រឹក្សាយោបល់អីចឹងទៅបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះអាជីវកម្មរបស់ខ្ញុំណាឈ្មោះហាងឈ្មោះតូបឈ្មោះហាងកាហ្វេឈ្មោះហាងកាទៀវយើងឈ្មោះអីយើងអញ្ចឹងណាយើងដាក់ឈ្មោះណាយើងមានឈ្មោះយើងដាក់ឈ្មោះមកហើយបើអត់ទាន់មានទេបងប្អូនចាប់ដើមគិតពីណាការធ្វើផ្លាកយីហោ brand នឹងគេហៅថាម៉ាកយីហោអាជីវកម្មរបស់យើងហ្នឹងហើយរៀបចំដាក់មកបាទអញ្ចឹងបន្តមកទីកន្លែងនេះគឺជ្រើសរើសយកមុខរបររបស់បងប្អូនបាទជាអីបងប្អូនជាម្ចាស់អាជីវកម្មណាធ្វើការមានបុគ្គលិកចាប់ពីម្នាក់ទៅបងប្អូនខ្លាចជាម្ចាស់អាជីវកម្មហើយអញ្ចឹងកុំបារម្ភដែរអីសិតដល់ម្ចាស់អាជីវកម្មបាទអញ្ចឹងឲ្យតែបងប្អូនមានជួលបុគ្គលិកខាងក្រៅមកម្នាក់ពីរនាក់ឡើងទៅគឺបងប្អូនជាម្ចាស់អាជីវកម្មតែបើបងប្អូនធ្វើម្នាក់ឯងណាលក់ម្នាក់ឯងឆុងកាហ្វេម្នាក់ឯងលក់ឲ្យភ្ញៀវលើកឲ្យភ្ញៀវគិតលុយម្នាក់ឯងអានេះគេហៅថាបុគ្គលស្វ័យនិយោជឬក៏ជាខ្ញុំដូចខ្ញុំអញ្ចឹងខ្ញុំបរៀនហើយខ្ញុំជាអ្នកផ្ដល់ប្រឹក្សាអញ្ចឹងខ្ញុំអត់មានអ្នកណាជួយការងារខ្ញុំធ្វើម្នាក់ឯងណាចេញinvoice ទៅឲ្យគេក៏ម្នាក់ឯងស្អីក៏ខ្លួនឯងស្អីក៏ខ្លួនឯងអានេះយើងហៅថាបុគ្គលស្វ័យនិយោជបាទអញ្ចឹងកណាទឹកស្អាតមានបុគ្គលិកអញ្ចឹងខ្ញុំរើសយកម្ចាស់អាជីវកម្មបាទហើយសូមជ្រើសរើសប្រភេទអាជីវកម្មបាទបងប្អូនមើលទៅនៅក្នុងនោះមានជាសមាគមកសិកម្មមានលក់ដុំលក់រាយសេវាកម្មស្នាក់នៅម្ហូបអាហារសិប្បកម្មណាកម្មករសំណង់អ្នកបម្រើសេវាភេសជ្ជៈអីចឹងទៅជាច្រើនបងប្អូនរើសមើលទៅអ្នកមានអ្នកសារព័ត៌មានពលករមានសិល្បករមានកីឡាករអ្នកបោះកីឡាករអាជីវករចល័តតាមដងផ្លូវទឹកស្អាតតូបកាហ្វេអញ្ចឹងទៅបាទកន្លែងនេះខ្ញុំរើសយកទឹកស្អាតបាទសូមបញ្ចូលទីតាំងកន្លែងនេះបងប្អូនដាក់ភ្នំពេញអញ្ចឹងមកខ្ញុំនៅភ្នំពេញខ្ញុំដាក់ភ្នំពេញអញ្ចឹងទៅបាទប៉ុន្តែក្រុមហ៊ុនទឹកស្អាតខ្ញុំគឺផ្គត់ផ្គង់បានដល់ទៅ25ខេត្តក្រុងអញ្ចឹងខ្ញុំដាក់25ខេត្តក្រុងឬក៏ទីតាំងគោលរបស់ខ្ញុំគឺនៅភ្នំពេញអញ្ចឹងខ្ញុំដាក់ភ្នំពេញអញ្ចឹងទៅបាទទីតាំងបាទខ្ញុំដាក់ភ្នំពេញអញ្ចឹង
ពណ៌នេះបងប្អូនអាចនិយាយពណ៌នេះពីទៅសេពីក្រុមហ៊ុនពីចក្ខុវិស័យពីបេសកកម្មឬពីស្អីណាមួយដែលបងប្អូនចង់ឲ្យមានការចងចាំនៅក្នុងអាជីវកម្មរបស់យើងបាទឬក៏ជាមុខទំនិញដែលបងប្អូនលក់អីចឹងទៅបាទក្នុងការពណ៌នាប៉ុន្តែมันចាំបាច់ទេបាទมันដាក់ក៏បានដែរបងប្អូនណាហើយបងប្អូនចុចទៅលើកន្លែងបង្កើតគណនីបាទរួចរាល់បងប្អូនបង្កើតគណនីអាជីវកម្មបានរួចរាល់បាទជួបគ្នាវីដេអូមួយទៀតដែលបង្ហាញអំពីជំហានបន្ទាប់ដែលបងប្អូនត្រូវធ្វើដើម្បីចាប់ផ្ដើមកត់ត្រាចំនួនចំណាយអាជីវកម្មរបស់យើងបាទ